ជាដំបូងខ្ញុំសូមជម្រាបសួរដល់លោកគ្រូនិងមិត្តរួមថ្នាក់ទាំងអស់គ្នាថ្ងៃនេះខ្ញុំបានលើក topic មួយដែលនិយាយអំពី room ដែលខ្ញុំលើកឡើងមកនេះនៅក្នុងវិជ្ជា Technical English ដែលដឹកនាំដោយលោកគ្រូសាស្ត្រាចារ្យសុនប៉ាពីខ្ញុំឈ្មោះសុនសុភ័ណ្ឌមុននឹងយើងចូលទៅដល់ការបកស្រាយយើងត្រូវដឹងពីនិយមន័យវាសិននេះយើងនិយាយអំពីនិយមន័យ room គឺជា read or read memory គឺជាអង្គចងចាំមួយប្រភេទដែលប្រើប្រាស់សម្រាប់ទុកទិន្នន័យនិងកម្មវិធីសំខាន់ៗរបស់កុំព្យូទ័រទិន្នន័យនៅក្នុង room ត្រូវបានរក្សាទុកជាអចិន្ត្រៃយ៍ហើយមិនបាត់បង់ទេទោះបីជាយើងបិទភ្លើឬក៏បិទកុំព្យូទ័រក៏ដោយ room ត្រូវបានប្រើប្រាស់សម្រាប់ទុក fileware ឬកម្មវិធីមូលដ្ឋានដែលជួយឲ្យកុំព្យូទ័រចាប់ផ្ដើមដំណើរការboom ហើយនេះគឺជារូបភាពរបស់ room ដែលយើងបានឃើញខ្ញុំដាក់រូបភាពឲ្យមើលចំណុចទី2គឺទីតាំងរបស់ room ដែលស្ថិតនៅ room ស្ថិតនៅលើ motherboard បើសិនជាយើងដល់កុំព្យូទ័រមើលយើងនឹងឃើញហើយវាគឺជា chip តូចមួយនៅជិត CPU ជាប់ជាអតិន្ត្រៃយ៍នៅលើបន្ទះ motherboard ហើយបានដាក់រូបភាពឲ្យយើងឲ្យអ្នកទាំងអស់គ្នាបានមើលវានៅជិត CPU មែនមកដល់ចំណុចបន្ទាប់គឺចំណុចទី3មុខងារនិងប្រភេទរបស់ room យើងនិយាយពីមុខងាររបស់ room មុនគឺ function of room មួយរក្សាទុក BIOS ឬក៏ UEFI ទី2ការចាប់ផ្ដើមរបស់កុំព្យូទ័រនិងទី3ការពិនិត្យទៅលើ hardware ទី4គឺផ្ទុកនៅ fireware របស់ room ដែលបើសិនបើគ្មាន room កុំព្យូទ័រមិនអាចដំណើរការបានទេព្រោះ CPU មិនដឹងត្រូវដំណើរការពីណាទៅណាមុនហើយបន្តមកទៀតគឺប្រភេទរបស់ room smart room ការប្រែមិនបានហើយនឹងចំណុចទី2គឺ room សរសេរបានតែម្ដងទេហើយនឹង EEPROM លុបដោយកាមេរ៉ារស្មី UV ហើយសរសេរឡើងវិញបានហើយនឹង EEPROM លុបនិងសរសេរឡើងវិញដោយប្រើអគ្គិសនីទី5គឺ flash room ប្រើច្រើនបំផុតនៅក្នុងកុំព្យូទ័រឬទូរស័ព្ទដៃចំណុចទី4គឺសមាសភាពរបស់ room សមាសភាពរបស់ room គឺមាន4ចំណុចmemory core address decoder control circuit data output circuit ហើយនៅក្នុងហ្នឹងគឺមានន័យថាយ៉ាងmemory core ហ្នឹងគឺផ្ទុកទិន្នន័យពី0និង1ហើយ address decoder គឺរកទីតាំងទិន្នន័យ control circuit គឺគ្រប់គ្រងការអានទិន្នន័យ data output គឺបញ្ចូលទិន្នន័យទៅកាន់ CPU ចូលមកដល់ចំណុចទី5យើងនិយាយអំពីគុណសម្បត្តិនិងគុណវិបត្តិរបស់ RAM មិនថាអីក៏ដោយមានតែមាននៅគុណវិបត្តិនិងគុណសម្បត្តិរបស់វាអញ្ចឹងយើងចូលមកដល់និយាយអំពីគុណសម្បត្តិមុនมันបាត់បង់នៅទិន្នន័យនៅពេលដែលយើងបិទភ្លើងឬក៏ផ្ដាច់ភ្លើងមានសុវត្ថិភាពហើយវាមានអាយុកាលយូរមិនងាយបាត់បង់ជួយឲ្យកុំព្យូទ័រចាប់ផ្ដើមបានដោយរក្សាទុកដោយសុវត្ថិភាពហើយគុណសម្បត្តិការប្រែប្រួលទិន្នន័យវាពិបាកហើយនឹងទំហំផ្ទុកតិចជាង RAM ល្បឿនសរសេរក៏យឺតជាង RAM ដែរភាពខុសគ្នារវាង ROM ហើយនិង RAM ដោយសារតមុនហ្នឹងយើងកន្លែងគុណវិបត្តិគឺមានការដើរយឺតជាង RAM អញ្ចឹងយើងមកសិក្សាអំពី RAM ហើយនិង ROM ថាវាមានលក្ខណៈខុសគ្នាដូចម្តេចRAM គឺរក្សាទុកទិន្នន័យបានតែបន្តអសរទេអញ្ចឹងវាអាចជាប់ជាអតិន្ត្រៃយ៍ដូចជា ROM ទេបាត់បង់ទិន្នន័យនៅពេលដាច់ភ្លើងផ្ទុកកម្មវិធីកំពុងដំណើរការនៅពេលដំណើរការมันវាផ្ទុកកម្មវិធីបើសិនជាកុំព្យូទ័រយើងបិទគឺវាអត់អាចរក្សាទុកបានយូរទេហើយនឹងអានហើយនឹងសរសេរបានលឿនហើយមកសិក្សាអំពី ROM គឺរក្សាទុកទិន្នន័យជាអចិន្ត្រៃយ៍មិនបាត់បង់ទិន្នន័យនៅពេលដែលដាច់ភ្លើងហើយវាផ្ទុកនៅ BLOS ហើយនឹង fireware ហើយការប្រែប្រួលវា
iOS ឬក៏ UFIL ហ្នឹងហើយនឹង smartphone printer router smart TV game console ហើយនេះគឺជារូបភាពដែល room ដែលស្ថិតនៅក្នុង mobile phone ហើយ room ដែលយុទ្ធនៅក្នុង computer ហើយវាមានរូបភាពហ្នឹងដែលយើងមើលឃើញខ្ញុំដាក់ជាមុខពណ៌ក្រហមហ្នឹងគឺជា room ដែលស្ថិតនៅក្នុង mobile phone យើងហ្នឹងក្នុងទូរស័ព្ទដៃយើងហ្នឹងណាចំណុចចុងក្រោយគឺចំណុចទី8សរុបជារួមមក រួមគឺជាអង្គចងចាំដែលរក្សាទុកនៅ firmware និង BIOS ជាអចិន្ត្រៃយ៍វាមានតួនាទីសំខាន់នៅក្នុងការដំណើរការកុំព្យូទ័រនិងរក្សាទុកនៅកម្មវិធីមូលដ្ឋានរបស់ប្រព័ន្ធដោយវាមិនងាយនឹងបាត់បង់វានឹងសមាធិដ៏សំខាន់មួយសម្រាប់កុំព្យូទ័រនិងឧបករណ៍អេឡិចត្រូនិកហើយដូចជាចុងបញ្ចប់យើងបានសិក្សារៀងច្រើនមកដែរយើងយល់ដឹងពីគុណវិបត្តិនិងគុណសម្បត្តិការស្ថិតនៅរបស់ room មាននៅកន្លែងណាហើយជាចុង